នេះចែកលេខបទពិសោធន៍បន្តិចទៅកាន់បងអ្នកប្រើឡានមុននឹងទៅតាមខេត្តណាឆ្ងាយយើងគួរតែពិនិត្យមើលឡានដោយខ្លួនឯងខ្លះនៅផ្ទះមុននឹងយើងចេញទៅជិះវាមានបញ្ហាដូចខ្ញុំឡាននេះជិះទៅឡើងកម្ដៅកប់បងឃើញសញ្ញាឡើងកប់អញ្ចឹងវិធីដែលខ្ញុំដោះស្រាយគឺអាយឡានគៀនហើយបើកកំហុសមកស្រោចលើធុងទឹកអញ្ចឹងណាស្រោចវាឲ្យត្រជាក់ឲ្យវាឆាប់ចុះត្រជាក់អញ្ចឹងនៅពេលដែលយើងស្រោចទឹកលើធុងទឹកនឹងហើយបងមកមើលកុងទ័រខាងក្នុងឡាននេះវាចាប់ដើមចុះហើយអញ្ចឹងនៅពេលដែលវាចុះត្រជាក់យើងមកក្រៅវិញយើងមើលទៅយោមើលវានឹងវានៅតឹងទៀតអត់វាធូរហើយវាធូរហើយយើងបើកកំហុសធុងទឹកនេះមកកលាក់មកបើកមកកលាក់មកហើយទុកវាបន្តិចដើម្បីឲ្យសម្ពាធនៅក្នុងហ្នឹងវាកាន់តែធូរមុននឹងយើងបើកប៉ុន្តែកុំភ្លេចទ្រាប់កណាត់ផងបាទហើយយើងមើលបើវាធូរហើយយើងបើកបានយើងអាចបើកវាមកកលាក់ទៀតបានជិះវាកលាក់ដៃវាមានសម្ពាធខ្លាំងណាបងហ្នឹងណាបាទអញ្ចឹងយើងបើកមកកលាក់ទៀតបានមកយើងចាក់ទឹកហើយឡាននេះគឺចាក់ទឹកចូល4-5លីត្រនឹងថាវាលិចទឹកឡាយណាឬក៏វាបាត់ទឹកឡាយណាយើងចាក់ទឹកចូលមកបន្ទាប់ពីយើងចាក់ទឹកបន្ទាប់ពីហ្នឹងមកទឹកពេញមកបញ្ឆេះឡានបញ្ឆេះឡានមកបន្ទាប់មកយើងមើលដង្ហាលម៉ាស៊ីនជែកយើងបើកម៉ាស៊ីនជែកមកយើងមើលដង្ហាលហ្នឹងវាវិលអត់បើវាវិលអូខេអញ្ចឹងឡានយើងបើវាបាត់ទឹកឬក៏លិចទឹកទៅណាប៉ុន្តែពេលយើងបន្តដំណើរទៅមុខទៀតហ្នឹងគឺយើងអាសាមើលកុងទ័រកម្ដៅនឹងផងខ្លាចវាឡើងកម្ដៅទៀតហើយយើងត្រូវពិនិត្យមើលវាបន្តទៀតណាតែបើវាអត់ឡើងទេយើងអាចបន្តមកដល់គោលដៅបាននេះគឺប៉ុណ្្នឹងឯងបងអរគុណច្រើន